ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីវិធីធ្វើវីដេអូបែបនេះជាមួយនឹង AI ហើយនៅក្នុងនោះខ្ញុំនឹងបង្ហាញពីដំណាក់កាលនីមួយៗតែម្ដងចាប់តាំងពីការបង្កើតរូបភាពការសរសេរ script ដើម្បីឲ្យ AI និយាយហើយទី3គឺទាក់ទងនឹងការដាក់អក្សរឲ្យរត់នៅលើវីដេអូរបស់យើងជាងមុននឹងចាប់ដើមកុំភ្លេចចុច like share និង follow ផងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្ថែមទៀតដូច្នេះសម្រាប់ការធ្វើវីដេអូនេះអ្នកនរគ្នាអាចធ្វើនៅលើទូរស័ព្ទក៏បានដែរប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញដោយប្រើប្រាស់ computer គឺវាអាចនឹងធំទូលាយស្រួលមើលជាងអញ្ចឹងដំណាក់កាលគឺយើងធ្វើដូចគ្នាដំណាក់កាលដំបូងគឺយើងចូលទៅកាន់កម្មវិធី ChatGPT ជាមុនសិនអញ្ចឹងនៅក្នុងនេះគឺខ្ញុំមាន prompt មួយដើម្បីចូលទៅបង្កើតរូបភាពអ្នកនរគ្នាអាច copy prompt នេះមកប្រើបានអញ្ចឹងនៅក្នុងប្រអប់ ChatGPT យើងវាយមកពាក្យថា create an image of a baby in podcast studio 9:16 ratio ហ្នឹងហើយនេះតែយើងចង់បានជាវីដេអូបញ្ឈរចឹងចុចលើសញ្ញាព្រួយមកដើម្បីឲ្យ ChatGPT បង្កើតជារូបភាពឲ្យយើងចឹងឥឡូវនេះយើងទទួលបានរូបភាពរបស់យើងហើយចឹងដំណាក់កាលដំបូងយើង save រូបភាពនេះទុកក្នុងទូរស័ព្ទឬក៏ក្នុង computer របស់យើងសិនទៅអូខេចឹងបន្ទាប់ពីយើង save ហើយអ្នកនរគ្នាអាចចូលទៅកាន់ website Hedra ហ្នឹងហើយចឹងhedra.com យើងចូលមកបន្ទាប់មកយើងចុចលើពាក្យ try nowចឹងអ្នកនរនេះអាច sign in ឬក៏ sign up ជាមួយនឹង account Google របស់យើងទៅបន្ទាប់មកយើងចុចទៅលើពាក្យថា audio script បន្ទាប់មកយើងអាច record សលេងខ្លួនឯងក៏បានឬក៏យើងអាច upload audio file ដោយខ្លួនឯងក៏បានដែរចឹងដូចនៅក្នុងវីដេអូមុនខ្ញុំបានបង្ហាញហើយពីរបៀបយើងយកសំឡេងពី TikTok ឬអីយកមកដាក់បានតែនៅក្នុងវីដេអូនេះខ្ញុំនឹងប្រើមុខងារមួយទៀតគេហៅថា generate speech វិញអញ្ចឹងយើងចុចលើពាក្យ generate speech បានន័យថាយើងប្រើប្រាស់សំឡេង AI តែម្ដងអញ្ចឹងនៅក្នុងនេះយើងអាចរើសសំឡេងណាមួយដែលយើងចង់បាន The world is round and the place បាទជាឧទាហរណ៍ខ្ញុំយកសំឡេងទី1នេះហើយខ្ញុំរើសភាសាខ្ញុំយកអង់គ្លេសបន្តមកយើងទៅសេ script របស់យើងអញ្ចឹងសម្រាប់ script យើងអាចប្រើ ChatGPT សរសេរឲ្យបានអញ្ចឹងខ្ញុំចូលមកកាន់ ChatGPT រដែរបន្ទាប់មកខ្ញុំមាន prompt មួយទៀតសម្រាប់ឲ្យ ChatGPT ជួយសរសេរ script ឲ្យអញ្ចឹងខ្ញុំដាក់ថា generate a 15-second video script about motivation write in one paragraph អញ្ចឹងខ្ញុំចុចលើសញ្ញាព្រួយមកអញ្ចឹង ChatGPT បានសរសេរ script ឲ្យយើងហើយយើង copy script នេះមកដូចយើងយកមកដាក់នៅក្នុង Hedra វិញខ្ញុំ paste វាចូលមកនេះប៉ុន្តែឥឡូវនេះscript របស់យើងនឹងវាវែងហ្នឹងអញ្ចឹងគឺវាលើសពាក្យតែគេឲ្យយើងបានតែ200ពាក្យទេអញ្ចឹងវាកាត់អស់នឹងយើងអាចលុបបន្ទុយចោលអញ្ចឹងបន្ទាប់ពីយើងធ្វើប៉ុណ្ណឹងហើយយើងចុចលើពាក្យ add to video មកបន្ទាប់មកយើងចុចលើកន្លែងសញ្ញាបូកនេះដើម្បីយើង add រូបភាពអញ្ចឹងចុចលើពាក្យ upload image យើងដាក់រូបថតដែលយើងបាន save ពី ChatGPT បាញ់មិញហ្នឹងអូខេបន្ទាប់មកយើងអាចរើស ratio កន្លែងនេះយើងរើសយកប្រឈរអូខេបន្ទាប់មកយើងចុចលើសញ្ញាព្រួយទៅដើម្បីឲ្យ Hedra's character 3 is here យ៉ាអញ្ចឹងយើងចុចលើសញ្ញាព្រួយទៅដើម្បីឲ្យ Hedra ចាប់ផ្ដើមផលិតវីដេអូនឹងឲ្យយើងអញ្ចឹងដូចខ្ញុំបញ្ជាក់ការពីលើកមុនដែរនៅក្នុង website Hedra នេះគឺគេមាន credit ឲ្យយើង free នៅពេលដែលយើង register ទៅអញ្ចឹងនៅពេលដែលអ្នកនរគ្នាប្រើ credit នឹងអស់បើសិនជាយើងចង់ប្រើ free ទៀតតោះតែយើង create account ថ្មីហ្នឹងហើយយើងអាច log in ជាមួយ account Gmail ថ្មីមួយទៀតទៅយើងអាចបន្តប្រើ credit free នឹងបានហើយអញ្ចឹងបើសិនជាយើងប្រើអស់ credit គឺគេនឹងទាមទារឲ្យយើងបង់លុយហើយសម្រាប់ការ generate នៅលើ Hedra នេះយើងត្រូវរងចាំប្រហែលជាខ្ទង់អាច2ទៅ3នាទីដែរប្រហែលខ្ទង់ប្រហែលហ្នឹងអញ្ចឹងបន្ទាប់ពីយើងចុច generate ហើយគឺយើងនឹងឃើញភាគរយនៅកន្លែងនេះបន្ទាប់ពីគ្រប់ 100% យើងនឹងទទួលបានវីដេអូរបស់យើងឥឡូវនេះយើងទទួលបានវីដេអូរបស់យើងហើយយើងអាចចុច play ទៅ It's about waiting for the perfect moment. It's about making the most of every messy, uncertain, beautiful one you've got. អញ្ចឹងបន្ទាប់ពីយើងនេះហើយយើងអាចចុចលើប៊ូតុង download នេះមកចុចលើពាក្យ download អញ្ចឹងវានឹង save ចូលទៅក្នុង computer ឬក៏ទូរស័ព្ទរបស់យើង
chứ nằm lại ca mình tọp tại tôi nâng ca đã so ní xem đẹp bom ôn này chọn đã so hai free គឺតតែយើងប្រើនៅលើ computer ហ្នឹងហើយពេលដែលយើងដាក់ហើយវាអត់មានជាប់ watermark អីណាប៉ុន្តែវាមាន tool ផ្សេងទៀតដែលយើងអាចធ្វើនៅលើទូរស័ព្ទក៏បានដែរប៉ុន្តែវាអាចនឹងជាប់ watermark ហ្នឹងហើយបានណាពេលដែលយើងធ្វើមកវាជាប់ logo របស់ក្រុមហ៊ុនគេដែលតែយើងប្រើ free ប៉ុន្តែនៅលើ computer វាមាន tool មួយដែលយើងអាចប្រើ free បានដោយមិនជាប់ watermark អញ្ចឹងដើម្បីប្រើនេះអ្នកនរចូលទៅកាន់ browser រួចយើងវាយពាក្យថា Clipchamp ហ្នឹងហើយចឹងយើងនឹងឃើញ website មួយគេដាក់ថា clipchamp.com ចូលមកកាន់ website នេះយើងចុចលើពាក្យ try for free អូខេបន្តមកគេនឹងទាមទារឲ្យយើង sign in ឬក៏ sign up ចឹងយើងចុចលើ continue ជាមួយ Google មករួចយើងរើស account Google របស់យើងទៅដើម្បី sign in អូខេចឹងយើងចុច sign in មក continue អូខេអញ្ចឹងចូលមកដល់ Clipchamp នេះយើងចុចលើពាក្យ create new video មករួចយើង import video របស់យើងអញ្ចឹងយើងអាចទាញដាក់ចូលប្រឡោះនេះក៏បានឬក៏យើងចុចលើ import មករួចយើង select video ដែលយើងបាន download បាញ់មិញបន្តមកយើងចុចលើសញ្ញាបូកនេះដើម្បី add វាចូលមកកាន់ timeline នេះដំណាក់កាលបន្ទាប់យើងនៅខាងស្ដាំដៃយើងនឹងឃើញគេដាក់ពាក្យថា caption ហ្នឹងហើយអញ្ចឹង caption យើងចុចលើពាក្យ try now នេះមករួចយើងរើសភាសាទៅបើសិនជាវីដេអូយើងភាសាអីយើងរើសភាសាទៅតែវីដេអូនេះគឺអង់គ្លេសអញ្ចឹងយើងយកអង់គ្លេសទៅតោះមកយើងចុចលើពាក្យ transcribe media យ៉ាអញ្ចឹងតោះមកយើងចុចplay video នឹងមកយើងនឹងឃើញ Life isn't about waiting for the perfect moment. It's about making the most of every messy, uncertain, beautiful one you've got. ចឹងយើងនឹងឃើញអក្សរ load នៅលើវីដេអូហ្នឹងហើយអញ្ចឹងបន្ទាប់ពីឃើញហើយយើងអាចចុចលើពាក្យ export នេះមកអូខេតោះមកចុចលើយើងអាច export 1080p បានគេកន្លែងនេះចុចខ្វែងទៅហ្នឹងហើយអញ្ចឹងឥឡូវនេះវីដេអូរបស់យើងគឺគេកំពុងតែ download អញ្ចឹងម្នាក់គ្នាចង់ធ្វើ subtitle បែបនេះដោយឥតគិតថ្លៃហើយអត់មានជាប់ watermark អានឹងខ្ញុំ recommend ឲ្យប្រើ Clipchamp ហ្នឹងទៅគ្រាន់តែថាអក្សរវាអត់សូវស្អាតតែប៉ុណ្្នឹងឯងអក្សរវាធម្មតាគ្រាន់តែឲ្យយើងអាចមើលបានណាតែបើយើងចង់បានអក្សរស្អាត template ស្អាតគឺយើងអាចសាកល្បងប្រើ CapCut ហ្នឹងហើយតែ CapCut តោះតែយើងប្រើ Pro version ទៅយើងអាចធ្វើបានអញ្ចឹងឧទាហរណ៍ដូចនេះខ្ញុំបង្ហាញអ្នកនរនេះនៅក្នុង CapCut អញ្ចឹងយើង import video ចូលមកតោះមកខ្ញុំចុចលើកន្លែង text នេះយើងចុចលើ auto caption បន្តមកខ្ញុំចុចលើ generate អញ្ចឹងCapCut នឹង generate អក្សរឲ្យយើងតែម្ដងហើយបន្តមកនៅខាងស្ដាំដៃនេះវាមានពាក្យ templateចឹងយើងអាចរើស template បានចឹងគេមាន template ចឹងនៅក្នុង CapCut នេះឧទាហរណ៍ថាខ្ញុំសាក template នេះចឹងយើងមើលទៅវាឃើញអក្សរហ្នឹងវា load មកមាន emoji មានអីបន្ថែមទៅចឹងវាជួយឲ្យវីដេអូរបស់យើងហ្នឹងវាកាន់តែល្អមើលមកកម្រិតទៀតចឹងអ្នកនរគ្នាអាចសាកល្បងវិធីមួយណាក៏បានដែរទៅតាមការចង់បានរបស់យើងបើសិនជាយើងមានតម្រូវការក្នុងការផលិតវីដេអូហ្នឹងច្រើនអានឹងខ្ញុំ recommend ឲ្យប្រើ CapCut ទៅវាអាចនឹងងាយស្រួលជាងអូខេចឹងអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូនេះហើយកុំភ្លេចចុច like share និង follow យើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ